ចំពោះទីតាំងនៃប្រាសាទតាព្រហ្មទន្លេបាទីនោះវិញគឺមានទីតាំងស្ថិតនៅក្នុងភូមិខ្នល់តសិនឃុំក្រាំងថ្នងស្រុកបាទីខេត្តតាកែវចំពោះទីតាំងភូមិសាស្ត្ររបស់ប្រាសាទតាព្រហ្មទន្លេបាទីនោះគឺមានទីតាំងនៅជិតវត្តទន្លេបាទីព្រមទាំងនៅជិតទន្លេបាទីផងដែរនឹងប្រទះឃើញនៅផ្លូវធំមួយនៅខាងឆ្វេងដៃដែលនៅជិតស្ថានីយ៍ប្រេងឥន្ធនៈ PTT គឺនោះផងដែរជាផ្លូវចូលនៃប្រាសាទតាព្រហ្មទន្លេបាទីចំណាទៅមុខទៀតយើងត្រូវក្រឡេកមើលទៅខាងស្ដាំដៃប្រហែលជា500ម៉ែត្រទៀតនោះយើងនឹងក្រឡេកឃើញនៅខ្លោងទ្វារវត្តមួយដែលមានក្បាច់រចនាយ៉ាងប្រណិតហើយនោះផងដែរគឺជាវត្តនៃប្រាសាទទន្លេបាទីហើយប្រហែលចម្ងាយមិនប៉ុន្មានយើងនឹងឃើញនៅខ្លោងទ្វារប្រាសាទទន្លេបាទីដែលនៅច្រកខាងមុខនៅទិសខាងជើងជាបន្តអ្នកទាំងអស់គ្នាអាចក្រឡេកទៅមើលច្រកចូលនៃប្រាសាទទន្លេបាទីគឺយើងឃើញថាវានៅជិតនឹងវត្តទន្លេបាទីតែម្ដងយើងមកនិយាយអំពីប្លង់និងការរៀបចំប្រាសាទវិញប្រាសាទតាព្រហ្មទន្លេបាទីត្រូវបានគេសាងសង់ឡើងដោយបែរមុខទៅទិសខាងកើតប្រាសាទនេះមានរាងជាចតុកោណកែងដែលមានប្រវែងបណ្ដោយសរុប150ម៉ែត្រទទឹងប្រវែង95ម៉ែត្រនិងមានកម្ពស់12ម៉ែត្រផងដែរបរិវេណទាំងមូលនៃប្រាសាទមួយនេះត្រូវបានបែងចែកជា2ផ្នែកធំៗដែលផ្នែកទី1គឺជាកំពែងខាងក្រៅនៃប្រាសាទនេះនៅក្នុងបរិវេណមួយនេះគឺមានគោបុរៈចំនួន2ដែលស្ថិតនៅទិសខាងកើតនិងទិសខាងលិចបើយើងនិយាយអំពីស្ថានភាពនៃគោបុរៈនេះយើងឃើញថាមានសភាពទ្រុឌទ្រោមខ្លាំងដូចជានៅទិសខាងកើតគឺមានថ្មបាក់ស្រុតនិងមានថ្មធ្លាក់មកក្រោមដែលធ្វើឲ្យខូចនៅទ្រង់ទ្រាយដើមដោយសារតែគ្រោះធម្មជាតិក៏ដូចជារយៈកាលដ៏យូរផងដែរហើយប្រសិនបើយើងក្រឡេកទៅមើលគោបុរៈនៅទិសខាងលិចវិញក៏មានសភាពទ្រុឌទ្រោមខ្លាំងផងដែរក៏ប៉ុន្តែដោយសារតែមានការយកចិត្តទុកដាក់ថែរក្សានិងជួសជុលឡើងវិញដោយក្រុមការងារបច្ចេកទេសនាយកដ្ឋានគាំពៀនិងអភិរក្សសំណង់បុរាណយើងឃើញថាគោបុរៈនៅទិសខាងលិចក៏ដូចជាទីតាំងមួយចំនួនទៀតនៅតំបន់ប្រាសាទនេះគឺមានភាពល្អប្រសើរជាងមុននៅក្នុងបរិវេណកំពែងខាងក្រៅនេះគឺមានលក្ខណៈធំទូលាយដែលបច្ចុប្បន្នមានលម្អទៅដោយសួនផ្កាខ្លះៗនៅក្នុងបរិវេណនេះហើយប្រសិនបើយើងចូលពីទិសខាងកើតដែលជាផ្នែកខាងមុខនៃប្រាសាទនោះយើងនឹងឃើញស្រះទឹកចំនួន2ដែលស្ថិតនៅផ្នែកខាងឆ្វេងនិងផ្នែកខាងស្ដាំនៃផ្លូវចូលឥឡូវនេះយើងចុះមកកាន់ថែវខាងក្នុងនៃបរិវេណប្រាសាទវិញម្ដងនៅក្នុងបរិវេណនេះផងដែរគឺមានរាងជាចតុកោណកែងហើយយើងឃើញមានតួប៉មចំនួន6ដែលតួប៉មចំនួន4គឺស្ថិតនៅទិសធំៗទាំង4ពោលគឺទិសខាងកើតទិសខាងលិចខាងជើងនិងទិសខាងត្បូងហើយយើងឃើញមានតួប៉មតូចមួយដែលភ្ជាប់ពីតួប៉មខាងលិចទៅតួប៉មកណ្ដាលបូករួមជាមួយនឹងតួប៉មកណ្ដាលមួយផងដែរដែលតួប៉មកណ្ដាលនេះគឺជាតួប៉មដែលធំជាងគេនិងមានសភាពល្អប្រសើរជាងគេផងដែរនៅបរិវេណខាងក្នុងក្បែរតួប៉មខាងកើតគឺយើងឃើញមានសំណង់តូចៗចំនួន2ទៀតដែលបែរមុខទៅទិសខាងលិចបញ្ច្រាស់ទៅនឹងទិសប្រាសាទដែលគេហៅថាបណ្ណាល័យគូបញ្ជាក់ផងដែរថានៅក្នុងបរិវេណនេះក៏មានដុំថ្មមួយគូដែលស្ថិតនៅផ្នែកខាងជើងនិងផ្នែកខាងត្បូងនៃតួប៉មកណ្ដាលវាមានរូបរាងស្រដៀងទៅនឹងជើងទម្រហើយចំពោះការប្រើប្រាស់គឺពុំទាន់មាននរណាម្នាក់បកស្រាយឲ្យបានលម្អិតនោះទេក៏ប៉ុន្តែមានការសន្និដ្ឋានមួយចំនួនបានគិតថាប្រហែលជាជើងទម្រសម្រាប់ដាក់ភ្លើងបំភ្លឺនៅក្នុងប្រាសាទនៅពេលដែលគេប្រារព្ធធ្វើពិធីបុណ្យផ្សេងៗនៅក្នុងសម័យកាលដើមអ្វីដែលកាន់តែពិសេសទាក់ទងទៅនឹងប្រាសាទនេះគឺមានសាលាចារឹកមួយផ្ទាំងដែលគេហៅថាសាលាចារឹកតាព្រហ្មវត្តបាទីធ្លាប់ត្រូវបានគេចុះក្នុងបញ្ជីសារពើភ័ណ្ឌលេខរៀងការ39នៃប្រទេសកម្ពុជាដែលសាលាចារឹកនេះត្រូវបានរកឃើញដោយលោកអៃម៉ូនីញ៉េគាត់បានរកឃើញសាលាចារឹកនេះនៅវត្តបាទីខេត្តបាទីដែលសប្តាហ៍ថ្ងៃគឺត្រូវទៅនឹងខេត្តតាកែវសាលាចារឹកនេះមានអក្សរចំនួន23បន្ទាត់ដែលមានលក្ខណៈជាអក្សរច្រៀងចារនៅលើផ្ទាំងសាលាស្ដំ
ដែលសពថ្ងៃគឺត្រូវបានប្រែបែកជាពីរចំណែកហើយបើយោងទៅតាមលោកសាស្ត្រាចារ្យវង្សសុធារាលោកក៏បានបកស្រាយបន្ថែមទៅលើសិលាចារឹកនេះយ៉ាងលម្អិតផងដែរពោលគឺនៅក្នុងសៀវភៅសិលាចារឹកកម្ពុជាសម័យកណ្ដាលរបស់លោកបានបង្ហាញថាអត្ថបទសិលាចារឹកនេះចាប់ផ្ដើមឡើងដោយប្រើពាក្យមួយនេះសោតដែលជាពាក្យបង្ហាញថាវាមិនមែនជាការចាប់ផ្ដើមនៃអត្ថបទនោះទេគឺមានន័យថាផ្នែកខាងដើមនៃអត្ថបទនេះអាចនឹងត្រូវបានបាត់បង់ដោយប្រការណាមួយមិនខានគូបញ្ជាក់ផងដែរថាសិលាចារឹកមួយនេះហើយដែលដើរតួនាទីយ៉ាងសំខាន់ជាភស្តុតាងមួយឬក៏ជាអំណាងមួយដែលបង្ហាញអំពីកាលបរិច្ឆេទនៃការធ្វើបុណ្យនិងការធ្វើសច្ចាប្រណិធានចំពោះប្រាសាទនេះដោយបង្ហាញអំពីស័ក្តិសិទ្ធិរបស់មន្ត្រីម្នាក់ឈ្មោះអកខុនទៅពីសេនាសែងនិងគ្រួសាររបស់គាត់ព្រមជាមួយនឹងការរៀបរាប់អំពីដង្វាយរបស់គាត់ចំពោះព្រះវិហារឬក៏ប្រាសាទនេះព្រមទាំងពាក្យបណ្ដាសាមួយចំនួនចំពោះមនុស្សណាដែលហ៊ានប្រព្រឹត្តផ្ទុយទៅនឹងកុសលធម៌ដែលគាត់បានកសាងឡើងនោះផងដែរដោយនៅក្នុងអត្ថបទសិលាចារឹកនេះនៅត្រង់បន្ទាត់ទី4ដល់ទី8បានសរសេរថានៅមហាសករាជឆ្នាំ1496ត្រូវនឹងគ្រិស្តសករាជឆ្នាំ1574អង្គញាទឹកពាសេនាសែងនិងគ្រួសារមានចិត្តសទ្ធាសាងសង់ព្រះពុទ្ធរូប5អង្គថ្វាយអ្នកបម្រើ11នាក់ក្របី4ក្បាលស្រែ12ជាមួយនឹងសួនកំសាន្តមួយផងមានទង់ធំមួយកំណាត់ធ្វើជាពីដាន4ឆ័ត្រ2នាំទង់ថ្វាយទុកប្រើប្រាស់ក្នុងព្រះវិហារចំនួន66ព្រមជាមួយនឹងតាំងយូ3ផងដែរហើយសំណេរបន្តបន្ទាប់លោកបានឲ្យគេចារឹកអំពីសកម្មភាពនៅក្នុងពិធីបុណ្យផ្សេងៗនៅបន្ទាត់ទី19រហូតដល់បន្ទាត់ទី23លោកបានឲ្យគេចារឹកអំពីការដាក់បណ្ដាសាមនុស្សណាដែលបានមកបំផ្លាញកុសលធម៌ដែលគាត់បានកសាងឡើងសំណេរនៃអត្ថបទសិលាចារឹកខាងលើទាំងអស់នេះគឺជាភស្តុតាងមួយដ៏សំខាន់ដែលបានបង្ហាញថាសំណង់នៃប្រាសាទនេះក្រោយពីបានសាងសង់រួចគឺមានការគ្រប់គ្រងថែរក្សាពីសំណាក់មន្ត្រីឬចៅហ្វាយខេត្តបាទីដោយយកទីតាំងប្រាសាទនេះធ្វើជាបូជនីយដ្ឋានឬជាកន្លែងសម្រាប់ធ្វើបុណ្យឧទ្ទិសកុសលជូនចំពោះបុព្វការីជនក៏ដូចជាអាទិទេពផ្សេងៗនៅសម័យក្រោយមកទៀតផងដែរបើយើងក្រឡេកមកមើលផ្ដាយនៅប្រាសាទនេះវិញគឺកសាងឡើងអំពីថ្មភក់ហើយស្ថិតនៅក្នុងរចនាបថបាយ័នជាពិសេសមានការចម្លាក់លម្អលើជញ្ជាំងផ្ដាយដែលរៀបរាប់អំពីព្រឹត្តិការណ៍ព្រះពុទ្ធសាសនារូបអប្សរាទេវតាឬចម្លាក់រឿងនិងក្បាច់ផ្កាជាដើមហើយចំពោះផ្ដាយមួយផ្ទាំងនេះគឺស្ថិតនៅទិសខាងកើតបេះខាងឆ្វេងនៃច្រកចូលទ្វារប្រាសាទនេះឯងបើយើងក្រឡេកទៅមើលផ្នែកខាងស្ដាំនៃផ្ទៃផ្តែរយើងនឹងឃើញមានរូបដំរីមួយហើយនៅពីមុខនោះគឺជាតួអង្គព្រះវេស្សន្តរអង្គុយលើកម្រាលមួយហើយដៃកាន់កណ្ដៀវជ្រោចទឹកដាក់ទៅលើដៃបុរសម្នាក់អង្គុយលើជង្គង់ផ្ទាល់ដីនិងម្នាក់ទៀតរាងតូចបន្តិចនៅពីក្រោយគឺជាតួអង្គពួកស្មោមដែលមកសុំដំរីពីព្រះពោធិសត្វចំណែកឯនៅចំផ្ទៃកណ្ដាលនៃផ្តែរគឺបង្ហាញពីព្រះវេស្សន្តរនាំនាងមៃត្រី ជាលីនិងក្រឹស្នាចាក់ចេញពីព្រះនគរហើយព្រះអង្គគឺជាអ្នកបរិជ្ជរដ្ឋដោយផ្ទាល់ទៀតផងរីឯនៅផ្នែកខាងឆ្វេងនៃផ្ទៃផ្តែរវិញយើងនឹងឃើញនៅពីមុខសេះគឺមានតួអង្គមួយទៀតឈរដាក់ដៃលើមាត់សេះហើយនៅពីក្រោមជើងសេះមានតួអង្គមនុស្សម្នាក់រាងតូចបន្តិចធ្វើកាយវិការប្រៀបអោនគោរពដែលត្រង់នេះបង្ហាញពីព្រះវេស្សន្តរចុះមកហើយប្រទានសេះឲ្យទៅស្មុំនោះរីឯផ្តែរមួយផ្ទាំងនេះគឺស្ថិតនៅទិសខាងកើតបែកខាងស្ដាំនៃច្រកចូលហើយនៅក្នុងចម្លាក់នៅក្នុងផ្តែរនេះគឺគេឆ្លាក់ជាសាច់រឿងកូរសមុទ្រទឹកដោះបើយើងក្រឡេកទៅមើលហោជាងវិញម្ដងដែលហោជាងភាគច្រើនគឺគេធ្វើឡើងអំពីថ្មបាយក្រៀមមិនតែប៉ុណ្ណោះនៅលើហោជាងគឺគេឆ្លាក់ជារូបព្រះពុទ្ធបដិមាព្រះវិស្ណុនិងស្វេតឆ័ត្រជាដើមហើយចំពោះហោជាងមួយចំនួនគឺគេមិនបានឆ្លាក់ជារូបចម្លាក់នោះទេហើយហោជាងខ្លះគឺមានការបែកបាក់មិនមានសភាពនៅល្អនោះទេបើយើងក្រឡេកមកមើលហោជាងមួយផ្ទាំងនេះវិញគឺស្ថិតនៅជំនាញខាងកើតនៃទ្វារចូលខាងជើងប្រាង្គកណ្ដាលហើយនៅក្នុងចម្លាក់
ในហៅជាងនេះតំណងជារឿងមហាជាដកឬរឿងមហាវេស្សន្តរជាដកនៅលើហៅជាងនេះឯងរីឯចម្លាក់មួយផ្ទាំងទៀតនៅលើហៅជាងមួយជំហានខាងកើតនៃទ្វារចុះខាងជើងប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្មទន្លេបាទីនេះចំពោះចម្លាក់នេះគឺបែងចែកជាពីរថ្នាក់គឺនៅខាងលើមានរូបមនុស្សប្រុសម្នាក់និងស្រីម្នាក់អង្គុយនៅលើអាសនៈរាងជាផ្កាឈូកហើយរូបស្រីនេះដាក់ដៃលើភ្លៅនិងម្ខាងទៀតដាក់លើក្បាលជង្គង់ឯជើងសន្ទុកមកខាងមុខចំណែកឯមនុស្សប្រុសវិញអង្គុយនៅជាប់គ្នាយកដៃឆ្វេងអបចង្កេះមនុស្សស្រីនិងដៃស្ដាំដាក់នៅលើជង្គង់ដែលបញ្ឈរចំណែកឯនៅថ្នាក់ខាងក្រោមវិញមានរូបមនុស្ស4នាក់និងរូបដំរីធំមួយហើយរូបមនុស្សប្រុសម្នាក់អង្គុយរឹតជង្គង់លើទម្រមួយដៃត្រវត្ថុមួយមានរាងដូចជាឃ្លោកឬថូនៅនឹងក្បែរនោះមានរូបមនុស្សស្រីម្នាក់ចំណែកឯនៅខាងលើមានរូបមនុស្សម្នាក់ទៀតលើកដៃសំពះហើយនៅចំពីមុខដំរីមានរូបមនុស្សម្នាក់ទៀតអង្គុយលុតជង្គង់ហុចដៃទាំងពីរទៅខាងមុខហាក់ដូចហុចខ្សែដែលភ្ជាប់នឹងកដំរីឲ្យទៅតួអង្គបុរសនិងស្ត្រីឬមួយក៏បុរសអង្គុយលុតជង្គង់នោះទទួលខ្សែចងដំរីពីបុរសនិងស្ត្រីមកវិញចំណែកឯដំរីដែលឈរនេះមានការតុបតែងលម្អផ្សេងៗនិងមានការចងរយាងប្រកបដោយក្បូរក្បាច់រចនាមួយនៅលើខ្នងទៀតផងបើពិនិត្យពិចារណាមើលទៅលើចម្លាក់ហៅជាងមួយនេះអាចជារឿងមហាជនុជាដកឬជារឿងមហាវេស្សន្តរជាដកបើសិនជារឿងមហាជនុជាដកគឺនៅត្រង់កន្លែងដែលនិយាយពីពួកព្រាហ្មណ៍និងមន្ត្រីទាំងឡាយយាងព្រះជនុឬព្រះពោធិសត្វឲ្យឡើងទៅគង់លើដំរីដើម្បីធ្វើពិធីឡើងសោយរាជ្យប៉ុន្តែបើជារឿងព្រះមហាវេស្សន្តរជាដកគឺនៅត្រង់ឈុតដែលនិយាយពីព្រះវេស្សន្តរដាក់ទានដំរីបច្ច័យនិកន្ទ្រៈឲ្យទៅព្រាហ្មណ៍មកពីនគរក្លិង្គរានាងខ្ញុំមកនិយាយតាក់ទងនឹងសសរពេជ្រនិងបដិមាចំពោះសសរពេជ្រគឺជាឈ្មោះសសរពេជ្រមួយប្រភេទដែលជាគ្រឿងបន្សំដ៏សំខាន់នៅក្នុងសិល្បៈស្ថាបត្យកម្មខ្មែរដែលមានការពេញនិយមតាំងពីដើមសតវត្សទី6រហូតដល់សតវត្សទី19នៃគ្រិស្តសករាជមកម្ល៉េះនៅក្នុងសិល្បៈរចនាបថខ្មែរគេបានយកសសរពេជ្រមកគួរជាផ្នែកដ៏សំខាន់នៅក្នុងការស្វែងយល់ពីអាយុកាលរបស់ប្រាសាទនីមួយៗនៅក្នុងស្ថាបត្យកម្មបុរាណសសរពេជ្រនិយមសាងសង់មកពីថ្មភក់ពេលខ្លះសាងសង់មកពីឥដ្ឋកំបោរបាយអកហើយមានការរចនាខុសៗគ្នាចំពោះសសរពេជ្រនៅប្រាសាទតាព្រហ្មទន្លេបាទីវិញគឺមានរាងជ្រុងហើយមាន8ជ្រុងគឺ1ភាគ2 1ភាគ4និង1ភាគ8ហើយសសរពេជ្រមានការបែងចែកជា3ផ្នែកសំខាន់គឺផ្នែកក្បាលនៃសសរផ្នែកកណ្ដាលនៃសសរនិងផ្នែកគល់នៃសសរចំពោះនៅផ្នែកក្បាលនៃសសរពេជ្រគឺមានចម្លាក់ក្បាច់ផ្កាបែបរចនាបថពីបុរាណហើយចំពោះតួសសរគឺមានចម្លាក់ក្បាច់ផ្កានិងស្រទាប់ផ្កាឈូកផងដែរហើយនៅជើងសសរក៏មានចម្លាក់រចនាបថក្បាច់ផ្កានិងស្រទាប់ផ្កាឈូកដូចគ្នាទៅនឹងក្បាលសសរហើយនឹងតួសសរដែរហើយចំពោះសសរពេជ្រគឺគេធ្វើនៅអមសងខាងនៃខ្លោងទ្វារចូលដែលមានក្បាច់រចនាខុសៗគ្នាហើយចំពោះបដិមានៅប្រាសាទតាព្រហ្មវិញគឺមានរូបបដិមាមានឆ្លាក់រូបចម្លាក់ទេពអប្សរចំពោះរូបព្រះលោកេស្វរៈត្រូវបានគេប្រទះឃើញនៅខាងជើងរានហាលខាងលិចហើយរូបចម្លាក់ព្រះពុទ្ធនៅកន្លែងមួយនៅខាងជ្រុងឦសានចុះនឹងសាលរបាំហើយមួយទៀតនៅខាងជើងសាលរបាំហើយចំពោះខាងលើផ្នែកនៃអង្គទីប្រាសាទគឺមានរូបចម្លាក់ព្រះពុទ្ធបដិមាចូលបរិនិព្វានដែលរូបចម្លាក់នេះឆ្លាក់នៅដើមនៅសម័យក្រោយគឺសតវត្សទី16ក្នុងរជ្ជកាលព្រះបាទចន្ទរាជាទី1ហើយចំពោះនៅលើផ្ទាំងថ្មនៅខាងមុខនៃប្រាសាទគឺមានរូបព្រះឥន្ទជាស្ដេចនៃទេវតាតំណាងឲ្យទឹកភ្លៀងនិងផ្គររន្ទះដែលគង់នៅលើក្បាលដំរី3ឈ្មោះថាអេរវ៉ាន់ដែលមានកំណើតចេញពីការកូរសមុទ្រទឹកដោះ
ចំពោះរូបចម្លាក់ដែលគេឆ្លាក់នៅតួប្រាសាទសិតសឹងតែរូបព្រះពុទ្ធចូលបរិនិព្វានព្រះពុទ្ធតាំងសមាធិដែលរូបចម្លាក់ទាំងអស់នេះមានតាំងពីសតវត្សទី12មកម្លេះក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ហើយចំពោះលើផ្នែកខាងត្បូងនៃប្រាសាទគឺមានរូបបដិមាព្រះវិស្ណុដៃ4ផងដែរហើយនៅតាមជញ្ជាំងប្រាសាទនីមួយៗនៃប្រាសាទតាព្រំទន្លេបាទីគឺមានរូបចម្លាក់អប្សរាដែលមានក្បូរក្បាច់រចនាយ៉ាងល្អប្រណិតហើយនៅឃ្លាតពីគ្នាយើងក្រឡេកទៅមើលផ្នែកប្រាសាទដែលស្ថិតនៅទិសខាងកើតបែកខាងស្ដាំនៃច្រកចូលនៅក្នុងប្រាសាទយើងឃើញថាផ្នែកនេះគឺមានការឆ្លាក់សាច់រឿងគោសមុទ្រទឹកដោះដែលយើងឃើញថានៅក្នុងផ្នែកនេះគឺមានតួអង្គញាក់ចូលនៅម្ខាងនិងតួអង្គទេវតាឬទេវៈចូលនៅម្ខាងដោយតាមដំណើររឿងនៅក្នុងសាច់រឿងទេវកថានេះមានដូចតទៅរឿងគោសមុទ្រទឹកដោះមានដើមកំណើតនៅរវាងសតវត្សទី11នៅក្នុងរជ្ជកាលព្រះបាទឧទ័យទិត្យវរ្ម័នទី2ក្នុងអំឡុងឆ្នាំ1050ដល់ឆ្នាំ1066នៃគ្រិស្តសករាជជាទូទៅក្រុមទេវៈនិងក្រុមអសុរៈតែងតែប្រឆាំងគ្នាជានិច្ចតាំងពីដើមមកដោយសារតែពួកគេមានអានុភាពខ្លាំងដូចគ្នាធ្វើឲ្យពួកគេមានជំនឿទាស់តែងគ្នាមិនចេះចាប់មិនចេះហើយនៅក្នុងគោលបំណងដណ្ដើមអំណាចគ្រប់គ្រងហេតុនេះហើយនៅវេលាមួយគូបដិបត្តិទាំងពីរបានបើកឆាកប្រយុទ្ធជាមួយគ្នាយ៉ាងធំមួយនៅក្នុងគោលបំណងដើម្បីកាន់កាប់និងគ្រប់គ្រងលើភពទាំងឡាយនៅក្នុងសមរភូមិប្រយុទ្ធនៅពេលនោះពោរពេញទៅដោយសំឡេងកងរំពងទោះបីជាកងទ័ពទេវតាខ្លាំងក្លាប៉ុណ្ណាក៏មិនអាចសម្លាប់កងទ័ពអសុរៈស្លាប់នោះឡើយមូលហេតុក៏ដោយសារតែពួកអសុរៈទាំងឡាយមានញាតិដ៏ខ្លាំងក្លាមួយឈ្មោះថាសូក្រាចាគឺជាបុត្រពីពេជ្ជសូរិនដែលជារាជប្រគល់របស់ពួកអសុរៈទាំងឡាយបានប្រើមន្តអាគមដ៏ពិសេសមួយជួយធ្វើឲ្យពលអសុរៈទាំងនោះស្លាប់ហើយអាចរស់ឡើងវិញបានសូម្បីតែពួកទេវតាក៏មិនអាចជប់អ្នកស្លាប់ឲ្យរស់ឡើងវិញបានដែរនៅពេលដែលមានការប្រយុទ្ធគ្នានៅក្នុងសមរភូមិសូក្រាចាតែងតែប្រារព្ធពិធីប្រោះពពួកអសុរៈទាំងឡាយដែលត្រូវកងទ័ពទេវៈសម្លាប់ឲ្យរស់ឡើងវិញភ្លាមចំណែកឯកងពលទេវៈវិញត្រូវបានកងទ័ពអសុរៈសម្លាប់វិញជាហូរហែបន្តបន្ទាប់រហូតធ្វើឲ្យកងពលទេវៈកាន់តែខ្សោយទៅដោយការឃើញសភាពការមិនសូវស្រួលពួកទេវៈក៏ប្រញាប់សុំពួកអសុរៈផ្អាកធ្វើសង្គ្រាមមួយរយៈសិនក្រោយពីការផ្អាកសង្គ្រាមក្រុមទេវៈបានពិភាក្សានៅក្នុងគោលបំណងរិះរងមធ្យោបាយបែបណាធ្វើឲ្យខ្លួនឈ្នះពួកអសុរៈបានក្រុមទេវៈបានគិតថាមានតែទឹកអមฤតតែមួយគត់ដែលអាចធ្វើឲ្យទេវៈទាំងឡាយមានជីវិតអមតៈនិងអាចយកឈ្នះលើពួកអសុរៈបានក៏ប៉ុន្តែក្រុមទេវៈមិនអាចសម្រេចបំណងដ៏ធំនេះបានឡើយបើគ្មានការចូលរួមជ្រោមជ្រែងពីពួកអសុរៈហេតុនេះក្រុមទេវៈបានទៅបញ្ឆោតក្រុមអសុរៈដើម្បីឲ្យមកចូលរួមក្នុងការកូរសមុទ្ររួមគ្នាដើម្បីទទួលបានទឹកអមฤតដោយពួកទេវៈសន្យាថានឹងចែកទឹកអមฤតដែលទទួលបាននេះជាមួយអ្នកកូរទឹកសមុទ្រទាំងអស់គ្នាពួកអសុរៈក៏យល់ព្រមកូរសមុទ្រជាមួយនឹងពួកទេវៈបន្ទាប់ពីព្រមព្រៀងគ្នារួចពួកគេក៏ចាប់ផ្ដើមបើកការកូរសមុទ្រទឹកដោះយ៉ាងហ្មត់ចត់អស់រយៈពេលយ៉ាងយូរទើបក្រុមទាំងពីរសម្រេចយកភ្នំមន្តរៈមកធ្វើជាស្នូលដើម្បីកូរនឹងបានយកពស់វ៉ាសូកៃដែលជាស្ដេចពស់ដែលរស់នៅបាតសមុទ្រមកធ្វើជាខ្សែព្រ័ត្រសម្រាប់ទាញបង្វិលស្នូលដំបូងក្រុមទេវៈបានសម្រេចចិត្តកាន់ខាងក្បាលពស់ចំណែកក្រុមអសុរៈកាន់នៅផ្នែកកន្ទុយពស់នៅពេលដែលពួកគេស្រស់ស្រួលគ្នារួចហើយពួកគេក៏ចាប់ផ្ដើមកូរសមុទ្រមិនបានយូរប៉ុន្មានភ្នំមន្តរៈក៏បានផ្អៀងទៅម្ខាងធ្វើឲ្យពួកគេផ្អាកការកូរសមុទ្រជាបណ្ដោះអាសន្នសិនក្រោយមកពួកគេបានគិតថាមានតែព្រះវិស្ណុតែមួយគត់ទើបអាចធ្វើឲ្យភ្នំមន្តរៈនេះ
ឈរត្រង់ដោយដើមវិញបានពេលនោះផងដែរពួកគេទាំងពីរក្រុមក៏បាននាំគ្នាទៅសុំជំនួយពីព្រះវិស្ណុពេលនោះព្រះវិស្ណុបានបែងភាគធ្វើជាអណ្ដើកដ៏ធំមួយឈ្មោះថាកុមៈដែលជាអវតារមួយនៅក្នុងចំណោមអវតារទាំង10របស់ព្រះវិស្ណុឲ្យមុជចុះទៅក្រោមភ្នំមន្តរៈតើភ្នំមន្តរៈនោះអាចឈរត្រង់វិញបានបន្ទាប់មកក្រុមទាំងពីរក៏បន្តដំណើរការកូរសមុទ្របន្តទៀតតែនៅក្នុងការកូរលើកនេះក្រុមសេវៈបានសូមមកកាន់ផ្នែកកន្ទុយនៃពោះវិញហើយក្រុមអសុរៈទៅកាន់ពីកណ្ដាលទៅក្បាលពោះវិញម្ដងដោយសារតែអនុភាពអណ្ដើកនៅខាងក្រោមភ្នំមន្តរៈទើបធ្វើឲ្យការកូរសមុទ្រមានភាពងាយស្រួលជាងមុនហើយមានអនុភាពកាន់តែខ្លាំងក្លាដោយសកម្មភាពនៃការចាប់ទាញពោះធ្វើឲ្យភ្នំមន្តរៈមានសន្ទុះកាន់តែខ្លាំងក្លាតែខ្លួនប្រែរបស់ពូវ៉ាសុកីត្រូវរត់ដួតយ៉ាងខ្លាំងនាំឲ្យក្អែបពឹសដែលមានឈ្មោះថាហាឡាចេញមកខាងក្រៅដោយសារតែអនុភាពពឹសពោះនោះខ្លាំងក្លាពេកប្រសិនបើពឹសពោះនោះធ្លាក់ទៅចំភពណានោះភពនោះនឹងឆាបឆេះរលាយដោយការសុំអង្វរពីពួកគោសមុទ្រទឹកដោះព្រះសិវៈបានយកព្រមជួយកំទេចពឹសពោះនោះឲ្យដោយព្រះសិវៈបានចាប់ក្បង់ពឹសពោះទាំងអស់លេបចូលទៅក្នុងមាត់ភ្លាមនៅពេលដែលពឹសពោះនោះបានដោះស្រាយរួចហើយក្រុមគោសមុទ្រទឹកដោះក៏ចាប់ផ្ដើមបន្តភារកិច្ចរហូតដល់ចប់តែមុនពេលការគោសមុទ្រទឹកដោះជិតឈានដល់ទីបញ្ចប់ស្រាប់តែមានលេចចេញនៅសត្វមួយចំនួនជាបន្តបន្ទាប់ដំបូងលេចចេញនៅសេះមួយក្បាលដែលមានឈ្មោះថាឧច័យស្រវាសគ្រាន់តែចេញមកភ្លាមស្រាប់តែព្រះសូរ្យៈឬព្រះអាទិត្យចាប់យកមកធ្វើជាយានជំនិះផ្ទាល់ខ្លួនភ្លាមបន្ទាប់មកលេចចេញដំរីក្បាល3ឈ្មោះថាអៃរវ័នដែលត្រូវបានព្រះច័ន្ទចាប់ជាយានជំនិះក្រោយមកលេចចេញនៅអតិទេពមួយព្រះអង្គព្រះនាមស្រីឬលក្ស្មីដែលជាទេពប្រកបដោយសម្ផស្សល្អស្អាតមួយអង្គត្រូវបានព្រះវិស្ណុទទួលយកធ្វើជាមហេសីនៅចុងក្រោយលេចចេញនៅទេពអប្សរយ៉ាងច្រើនសន្ធឹកសន្ធាប់ហោះហើរក្នុងគោលបំណងអបអរសាទរនៃសមិទ្ធផលកូរសមុទ្រទឹកដោះបានជោគជ័យគឺការទទួលបានទឹកអម្រឹតនៅក្នុងគ្រានោះផងដែរព្រះវិស្ណុគិតថាមិនអាចឲ្យទឹកអម្រឹតធ្លាក់នៅក្នុងកណ្ដាប់ដៃពួកអសុរៈម្នាក់ណាឡើយគិតដូច្នោះហើយព្រះវិស្ណុបានប្រែព្រះកាយទ្រង់ជាស្រីរបាំរូបស្រស់ម្នាក់បន្ទាប់មកទ្រង់ក៏បានយកក្អមដែលដាក់ទឹកអម្រឹតនោះនិងចង្កេះចាប់ផ្ដើមរេរាំកណ្ដាលក្រុមទេវៈនិងក្រុមអសុរៈព្រះវិស្ណុទ្រង់ធ្វើបែបនេះក្នុងគោលបំណងបន្លំភ្នែកធ្វើឲ្យពួកអសុរៈភ្លេចគិតពីការចង់បានទឹកអម្រឹតក្នុងពេលទ្រង់កំពុងសម្ដែងរបាំនោះព្រះវិស្ណុក៏បានលួចចែកទឹកអម្រឹតឲ្យដល់ពួកទេវៈតែប៉ុណ្ណោះចំណែកពួកអសុរៈគ្មានបានទឹកអម្រឹតសូម្បីមួយដំណក់ចំណែកឯសូក្រាចារ្យដែលត្រូវជារាជគ្រូរបស់ពួកអសុរៈហាក់ដូចជាដឹងហេតុការណ៍នេះមកបានលោប្រែកាយបន្លំធ្វើជាទេវៈដើម្បីទទួលបានទឹកអម្រឹតគ្រាន់តែទទួលបានទឹកអម្រឹតភ្លាមសូក្រាចារ្យបានលេបចូលក្នុងពោះភ្លាមមួយរំពេចនៅក្នុងខណៈពេលនោះព្រះច័ន្ទនិងព្រះអាទិត្យដឹងរឿងហេតុក៏ស្ទុះទៅប្រាប់ព្រះវិស្ណុដោយក្រោធនឹងសូក្រាតបន្លំខ្លួនជាទេវៈដើម្បីទទួលបានទឹកអម្រឹតទ្រង់បានយកកងចក្រគប់សម្ដៅទៅរកសូក្រាចារ្យត្រូវដាច់ខ្លួនជាពីរកំណាត់ភ្លាមចំណែកខ្លួនប្រាណរបស់សូក្រាចារ្យបានក្លាយជាអតិទេពចំនួន2ខុសៗគ្នាផងដែរដោយខាងក្បាលក្លាយជាអតិទេពមួយអង្គឈ្មោះថារាហូចំណែកខាងខ្លួនបានក្លាយជាអតិទេពឈ្មោះថាកេនតុដោយហេតុនេះហើយទើបរាហូខឹងសម្បានឹងអតិទេពព្រះច័ន្ទនិងព្រះអាទិត្យជាខ្លាំងទើបតាមសងសឹកជានិច្ចសរុបជារួមមកប្រាសាទតាព្រហ្មទន្លេបាទីកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7សតវត្សទី12ដើមសតវត្សទី13ក្នុងរចនាបថបាយ័នប្រាសាទតាព្រហ្មទន្លេបាទីមានច្រកទ្វារចំនួន2ដែលច្រកទ្វារខាងកើតយើងមានឃើញគូទឹកចំនួន2ដែលស្ថិតនៅខាងឆ្វេងនិងខាងស្ដាំប្រាសាទនេះមានប៉មចំនួន3គឺប៉មខាងលិចប៉មតូច
រួមជាមួយនឹងប៉មកណ្ដាលនៅក្នុងប្រាសាទមានកូនប្រាសាទតូចៗនិងមានដុំថ្មចំនួន2នៅខាងជើងនិងខាងត្បូងដែលគេហៅថាជើងទម្រប្រហែលជាទម្របំភ្លឺសម្រាប់ពិធីក្នុងប្រាសាទប្រាសាទនេះមានសាលាចរិតមួយផ្ទាំងមានអក្សរ23បន្ទាត់ដែលមានលក្ខណៈជាអក្សរច្រៀងចាលើសាលាចរិតអក្សរស្ដំសពថ្ងៃត្រូវបានប្រេះបែកជា2ចំណែកក្តោបជារួមប្រាសាទតាព្រំទន្លេបាទីតាក់ទងទៅនឹងការឧទ្ទិសការនិយាយអំពីផ្ដែហោជាងសសរពេជ្ររូបបដិមាដែលផ្សារភ្ជាប់ជាមួយនឹងរឿងមហាវេស្សន្តរជាតកព្រះជនុជាតកនិងទេវកថារឿងកូរសមុទ្រទឹកដោះទៀតសោតប្រាសាទតាព្រំទន្លេបាទីកសាងឡើងដើម្បីឧទ្ទិសដល់ពុទ្ធសាសនាមហាយានផ្សារភ្ជាប់ជាមួយនឹងព្រហ្មញ្ញសាសនាផងដែរជាចុងក្រោយនាងខ្ញុំតំណាងឲ្យក្រុមទាំងមូលសូមអរគុណលោកគ្រូដែលបានផ្ដល់នូវកិច្ចការដល់ក្រុមយើងខ្ញុំស្រាវជ្រាវទទួលបានចំណេះដឹងថ្មីៗយល់កាន់តែច្បាស់អំពីកិច្ចការមួយនេះក្រុមយើងខ្ញុំសូមជូនពរលោកគ្រូជួបតែសេចក្តីសុខពុទ្ធពរ4